សាច់រឿងបានចាប់ផ្ដើមឡើងនៅពេលដែលរដ្ឋាភិបាលបានផ្ដល់ព័ត៌មានទៅដល់ប្រជាជនទាំងអស់អំពីគ្រោះថ្នាក់ធម្មជាតិដែលកើតឡើងនៅជុំវិញពិភពលោក ប៉ុន្តែប្រជាជននីមួយៗគ្មានអ្នកណាជឿទេដោយសារតែកាលលើកមុនគឺមានការទុះអំពីព័ត៌មានស៊ុំប៊ីកើតឡើងប៉ុន្តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះនៅក្នុងវិទ្យាល័យមួយសិស្សបានមកចោមរោមមើលតួអង្គប្រុសរបស់យើងហ្នឹងគឺគាត់បានមកជួបសង្សាររបស់គាត់ហើយសង្សាររបស់គាត់ហ្នឹងបានហៅគាត់នឹងមកជួបគ្នាដោយសារតែគាត់គឺចង់សុំបែកគ្នាមួយតួឯកយើងហ្នឹងហើយតួឯកយើងក៏អត់មាននិយាយអីច្រើនដែរអូខេបែកក៏បែកទៅតួប្រុសយើងធ្វើអញ្ចឹងដោយសារតែគាត់មិនមែនជាតួប្រុសដូចពីមុនទេដោយសារតែគាត់បានស្លាប់ម្ដងហើយក៏កើតមកវិញមុនពេលដែលពិភពលោកមានគ្រោះមហន្តរាយអញ្ចឹងហើយគាត់ក៏បាននៅសាំញ៉ាំច្រើនទៀតដែរសង្សារគាត់សុំបែកគាត់ក៏បែកទៅពោះឥឡូវហ្នឹងសង្សារគាត់ដូចជាមនុស្សដទៃអញ្ចឹងតែអ្នកនៅមើលជុំវិញបានសើចចំអកតួប្រុសយើងដោយសារតែសង្សាររបស់តួប្រុសយើងគឺគាត់បានប្រឡងជាប់នៅមហាវិទ្យាល័យដែលល្អមួយនិយាយទៅមានឈ្មោះល្បីចំណែកតួប្រុសយើងវិញគេចាត់ទុកជាសម្រាមគ្មានសមត្ថភាពសូម្បីតែប្រឡងចូលសាកលវិទ្យាល័យនឹងការងារត្រឹមត្រូវមួយអញ្ចឹងហើយម្នាក់ៗនាំគ្នាសើចថាតួប្រុសគ្រាន់តែជាគីងគក់ចង់ស៊ីកងានដោយសារតែសង្សាររបស់គាត់ស្អាតក៏ស្អាតហើយក៏ជាកូនអ្នកមានទៀតហើយរៀនពូកែចំណែកគាត់វិញគឺអត់សូន្យហ្មងប៉ុន្តែតួប្រុសយើងថាអូខេបែកក៏បែកទៅអញ្ចឹងហើយធ្វើឲ្យសង្សារគាត់នឹងភ្ញាក់ផ្អើលខ្លាំងមែនតើហើយតួប្រុសយើងក៏ដើរចេញទៅហើយដល់ពេលម្នាក់ៗនៅជុំវិញតែចាំមើលហ្នឹងណាថាចាំមើលថាមានរឿងអីកាត់ឡើងហ្នឹងគឺតែគាត់ថាហើយមិនអញ្ចឹងហើយដល់ពេលសង្សារគាត់ក៏អញ្ចឹងដែរថាចុំអត់មានប្រើល្បិចអីឲ្យដើម្បីឲ្យនាងហ្នឹងមកស្រឡាញ់គាត់វិញទេប៉ុន្តែគាត់ថាខ្ញុំមកបានប្រើល្បិចអីទេអញ្ចឹងហើយអ្នកនាងដែលថាស្អាតប្រចាំសាលាទៅរកអ្នកថ្មីចឹងខ្ញុំបើអត់មានអីទៀតទេខ្ញុំទៅសិនហើយតួប្រុសយើងក៏បានដើរចេញទៅពេលដើរចេញទៅហ្នឹងតួប្រុសយើងគិតថាសង្សារគាត់និងអ្នកដទៃទៀតហ្នឹងគឺអត់ដឹងទេថាពិភពលោកនឹងទៅជាយ៉ាងណានៅថ្ងៃអនាគតសម្រាប់គាត់គឺគាត់ដឹងមុនហើយថ្ងៃអនាគតលុយហើយនឹងការសិក្សាអីហ្នឹងគឺអត់ប្រយោជន៍ទេដោយសារតែតិចទៀតហ្នឹងផែនដីនឹងទៅយាយដោយពួកបិសាចអញ្ចឹងហើយសម្រាប់គាត់នឹងសន្យាថាការពារពិភពលោកព្យាយាមខ្លាចជាមនុស្សខ្លាំងពូកែបំផុតដើម្បីការពារពិភពលោកមួយនឹង